ទី1នៅក្នុងខេត្តសៀមរាបខ្ញុំបានមកដល់ខេត្តសៀមរាបហើយថ្ងៃហ្នឹងអត់បានទៅណាទេដោយសារមកដល់ពេលល្ងាចព្រឹកឡើងខ្ញុំបានធ្វើដំណើរទៅកាន់ស្រុកមន្ទីរស្រីហើយកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ភូមិព្រះដាឥឡូវបានមកដល់ភូមិព្រះដាហើយប៉ុន្តែខ្ញុំអត់ទាន់បានញ៉ាំអីទេគឺបន្តដំណើរទៅកាន់ស្រុកមន្ទីរស្រីបន្តទៀតឥឡូវយើងបានមកដល់វងមុំបែកទៅខាងប្រាសាទភ្នំដីហើយកន្លែងនេះខ្ញុំឈប់ចម្រាបអត់ធ្លាក់ឃើញដើមកង្កោកស្អាតក៏ថតទៅផ្កាឡើងក្រហមពេញដើមកលេចឆ្វេងកលេចស្ដាំឃើញដើមត្នោតបងប្អូនមានប្រអោងឡើងទៀតណាហើយបងប្អូនមើលផ្លែត្នោតនឹងពេញដើមឌុបហ្មងបើសិនខ្ញុំនៅហ្នឹងខ្ញុំឡើងកាប់អត់ដែរសុំម្ចាស់ផ្ទះគេឡើងកាប់ហើយហួសបន្តិចមកដល់ឃើញផ្ទះវីឡាគេធ្វើសង់កម្រងនេះឃើញសង់ទុកយូរឆ្នាំហើយអត់ទាន់ឃើញមានអ្នកណាគេតិចមួយទេអញ្ចឹងបងប្អូនមានចំណាប់អារម្មណ៍អាចទិញទុកបានណាអត់ទាន់ឱកាសល្អកម្រងមួយនេះគឺឃើញសាងសង់មកតាមស្មានគឺរាប់ឆ្នាំហើយណាបងប្អូនពួកខ្ញុំធ្លាប់ឆ្លងកាត់នៅតំបន់ហ្នឹងធ្លាប់ធ្វើការម្ដុំហ្នឹងហើយធ្លាប់ទៅលេងខាងប្រាសាទបទីសេរីអីច្រើនដងដែរឃើញទុកចោលយូរហើយឃើញសាងសង់បានត្រឹមក្រងប៉ុណ្្នឹងឯងហើយឌីបងប្អូនឃើញក្រងនេះមានស្មៅមានអីដោះពេញហ្នឹងចឹងហើយនេះម៉ូតូខ្ញុំហើយបានទិញផ្លែកលែន1គីឡូយកទៅញ៉ាំលើភ្នំកលែនក៏មានផ្លែកលែនដែរតែជាផ្លែកលែនព្រៃហើយនេះផ្លែកលែនដើមគេដាំចកាអញ្ចឹងណាហើយខ្ញុំមកហ៊ានចូលថតដល់ក្នុងបងប្អូននេះពួកខ្លាចមានថាពោះមានអីចឹងណាជាពិសេសខ្លាចខ្មោចលងចឹងបានតែថតនៅខាងក្រៅឯងព្រោះមើលទៅខាងក្នុងក៏មើលទៅប្រហែលជាវាស្អាតដែរវាអត់ទៅដកឃើញមានសម្រាមមានអីទេប៉ុន្តែគាត់ឃើញមានស្លឹកឈើមានអីចឹងណាផ្ទះនេះក៏ពិតបើសិនជាធ្វើបន្តទៅទៀតប្រហែលជាអាចចិត្តហើយឯងព្រោះឃើញរៀបក្រោយរៀបឲ្យហើយអស់ហ្នឹងនៅតែដាក់ទ្វារដាក់ប្រួចអីហ្នឹងមកគឺនៅបានដែរហើយបងប្អូននេះគឺជាទេសភាពបាញ់ទៅខាងភ្នំកលែនណាជាមួយខ្ញុំ zoom ឲ្យបងប្អូនមើលនេះនៅខាងក្នុងវីដេអូឃើញអត់សូវច្បាស់តែនៅខាងក្រៅគឺស្អាតទេសភាពស្អាតហើយខ្យល់អាកាសបរិសុទ្ធល្អកម្រងមួយនេះបើសិនជាធ្វើឲ្យគឺស្អាតបងប្អូនឃើញឯងគឺបែរទៅខាងទិសដៅមានដើមត្នោតមានអីចឹងណាឥឡូវខ្ញុំបានមកដល់ខាងវងមូលបែកទៅខាងបទីស្រីហើយនឹងបែកទៅខាងភ្នំកលែនក្នុងជាដាក់លងវែងវាក៏ដល់លងវែងក៏បានទៅខាងបទីស្រីក៏បានតែវាបាត់មកស្ដាំមកហើយគេដាក់ទៅភ្នំពេញឥឡូវមកដល់វងមូលបទីស្រីហ៎បងប្អូនច្រឡំវងមូលភ្នំកលែនបងប្អូនភ្នំដែលបាន zoom ឲ្យមើលនេះគេហៅថាភ្នំដីណានៅជិតហ្នឹងមានទឹកមួយគេហៅទឹកខៀវភ្នំដីចាំពីទីខ្ញុំទៅដល់កន្លែងទឹកនេះខ្ញុំថតបងប្អូនមើលទឹកខៀវហ្មងខៀវស្អាតហ្មងហើយខ្ញុំក៏សារទៅលេងទឹកកន្លែងហ្នឹងដែរហើយអានេះខ្ញុំ zoom ផ្លូវទៅខាងភ្នំកលែនណាបងប្អូនអានេះយើងឆ្វែងបន្តិចទៅយើងឡើងទៅតាមហ្នឹងទៅដល់ភ្នំកលែនហើយឥឡូវខ្ញុំបានមកដល់ទឹកភ្នំខៀវហើយបងប្អូនគេហៅទឹកខៀវច្រឡំទឹកភ្នំខៀវទឹកខៀវភ្នំដីភ្នំវិញគេហៅភ្នំដីអានេះទឹកហ្នឹងគេហៅទឹកខៀវអាហ្នឹងខ្ញុំហៅទៅតាម Google Map ណាពួកឃើញ Google Map គេដាក់អញ្ចឹងឲ្យបងប្អូនក៏លេខមើលទៅទឹកខៀវស្ងាត់ហ្មងតែប្រាប់បងប្អូនមួយក្នុងទឹកហ្នឹងគឺធ្លាប់មានក្មេងលងទឹកស្លាប់អញ្ចឹងអ្នកដែលអត់ដឹងគឺទៅលេងគឺសប្បាយប៉ុន្តែអ្នកដែលគេដឹងគេខ្លាចគេហ៊ានលេងទេប៉ុន្តែអ្នកខ្លះគេដឹងហើយក៏អត់ខ្លាចទេដូចខ្ញុំអត់ខ្លាចទេព្រោះខ្ញុំធ្លាប់លេងនឹងប្រហែលដងតែមិនឃើញមានអីហ៎តែឃើញមានជើងកបជើងអីទីងផងអ្នកខ្លះក្មេងៗនៅក្នុងភូមិហ្នឹងក៏ដឹងដែរតែនៅតែហក់អាកន្លែងដែលខ្ញុំថតហក់ទៅកាន់ខាងក្រោមហ្មងការដែលមានទឹកច្រើនអានទឹករៀងស្រកឲ្យបងប្អូនឃើញបាតដីអញ្ចឹងណាតែបើទឹករៀងច្រើនអត់អីទេបងប្អូនហក់បានតែទឹកស្រកចេះកុំហក់ប្រយ័ត្នតែវឡាវអានេះគឺច្រកឡើងទៅកាន់ភ្នំកលែនបងប្អូនឃើញក្មេងៗគេរងចាំគ្នាគេអញ្ចឹងណាហើយខាងស្ដាំដៃហ្នឹងមានពូក៏លក់ផ្លែកលែនព្រៃហើយនឹងផ្លែសេមាន់អញ្ចឹងណាហើយសួរគាត់1គីឡូ10000ឥឡូវខ្ញុំបានទៅមកដល់ទំនប់នេះគេហៅទំនប់បង្ហៀទំនប់ហ្នឹងគាត់ប្រហែលជាសាងសង់ថ្មីក៏មិនដឹងណាព្រោះកាលដែលមុនអីដូចជាអត់ឃើញមានអាផ្លាកបកលហ្នឹងផងដូចជាកាលមុនមានឃើញស្ពានមានអីយ៉ាងដែរមានកន្លែងប្រហូរទឹកហូរអីចឹងដែរឃើញទឹកឃើញទំនប់ចឹងដែរប៉ុន្តែអត់ដល់ឃើញមានបកលថ្មមិញទេនេះបងប្អូនទឹកគឺវាហូរច្រោះទៅខាងក្រោមចឹងណាហើយទឹកហ្នឹងប្រហែលជាគេទឹកប្រើប្រាស់នៅក្នុងភូមិអីក៏មិនដឹងណាអត់បានស៊ូគេទេប៉ុន្តែឃើញទឹកស្អាតឃើញទឹកថ្លាហើយក៏ប្រហែលជាអាចប្រើប្រាស់សម្រាប់ដំណាំកសិកម្មមួយចំនួនដែរហើយអានេះមកដល់ខាងច្រកជើងច្រកចូលបងប្អូនច្រកឡើងទៅភ្នំកលែនហ្នឹងហើយឃើញមានការយលីសម្រាប់ឡានឥឡូវខ្ញុំបានមកដល់ជើងភ្នំមែនទេណាអានេះជើងភ្នំសម្រាប់យើងឡើងទៅហ្មងណាមកដល់ជើងភ្នំមែនទេណាហើយឃើញ
ពើងថ្មនេះគឺវាលយមកស្អាតមែនទែនឥឡូវនេះខ្ញុំបានឡើងមកដល់ចង្កេះភ្នំហើយបងប្អូនវាអត់ទាន់ដល់កពូលទេបាទនេះគេហៅថាចង្កេះភ្នំចុះប៉ុន្តែយើងអាចឃើញទេសភាពនៅខាងក្រោមមានឃើញដើមឈើពណ៌ខៀវស្ងាត់ឃើញមានភ្នំមាន layer ភ្នំមួយស្រទាប់អញ្ចឹងណាបងប្អូនហើយបើសិនជាមេឃស្អាប់អីវាឃើញរៀងបែកផ្សែងតិចប៉ុន្តែអាចដល់ខ្ញុំទៅឃើញចំមេឃស្រឡះល្អទៅពេលព្រឹកចឹងអត់មានភ្លៀងទេប៉ុន្តែបងប្អូនទៅពេលរសៀលឬក៏ពេលថ្ងៃអាចនឹងមានភ្លៀងធ្លាក់ពិបាកដើរលេងតិចណែនាំឲ្យទៅពីព្រឹកហើយខ្ញុំសួរបងប្អូននៅហ្នឹងគាត់ថាម៉ោង 2:10 គេបិទផ្លូវឲ្យយើងឡើងទៅទេខ្ញុំអត់ដឹងដែរហើយមកដល់កន្លែងនេះឃើញមានថ្ម2ផ្ទាំងសងខាងច្រកចេញច្រកចូលហ្នឹងក៏ជប់ថតឲ្យបងប្អូនបានមើលតិចទៅកន្លែងនេះគេហៅថាពើងថ្មជ្រួញបងប្អូននៅខ្លះគេហៅពើងតាខុននៅក្នុងវាតែសេតាខុក៏ពិតពីច្រើនគេហៅពើងតាខុននៅក្នុងបែរអាចសេខុសខ្ញុំដឹងណាអានេះគឺផែនទីរបស់តំបន់កំសាន្តផ្សេងនៅលើភ្នំកលែនយើងអាចមើលទៅតាមកន្លែងហ្នឹងទៅមានប្រាសាទមានទឹកជ្រោះមានអីចឹងទៅណាហើយអានេះខ្ញុំដើរទៅឲ្យបងប្អូនដើរសំដៅទៅកាន់ជ្រោះឬក៏ពើងថ្មហ្នឹងហើយតាមផ្លូវនេះក៏ឃើញមានគេលក់ដូចជាថ្នាំបុរាណខ្មែរយើងមានថ្នាំពៅកលៀនថ្នាំកាពះថ្នាំពវៀនថ្នាំជំនួយផ្លូវភេទហើយមានស្អីគេទេច្រើនមុខខ្ញុំអត់ស្គាល់ទេបើថាអង្គុយសួរគាត់1ម៉ោងគាត់រៀបរាប់អស់ហើយឃើញអាសបុកស្អីសបុកស្រាំងមិនទេបងប្អូនចេកនេះគឺប្រកាសជាចេកប្រៃខ្ញុំអត់ដែរឃើញតែខ្ញុំស្មានព្រោះមិនអាចមានចេកស្រុកគេទៅលក់លើហ្នឹងទេពីច្រើនតែអាចចេកប្រៃហើយមានទឹកមានអីញ៉ាំចឹងទៅមកដល់កន្លែងនេះមានកៅអីគេសម្រាប់ថតរូបលេងម្នាក់ 1000 តិចច្រឡំទៅអង្គុយលេងអស់ 1000 ណាបងប្អូនហើយដើរទៅមុខទីទៀតទៅឃើញមានមន់មានមន់ព្រៃហើយមន់ស្រុកយើងណាអ្នកដែលគាត់នៅលើនឹងចិញ្ចឹមចឹងណាហើយនេះគឺជាប្រហោងកំលៀតថ្មហ្នឹងបងប្អូនថាកន្លែងហ្នឹងជ្រៅណាកុំឃើញចឹងតែជ្រៅណាតិចច្រឡំធ្លាក់ទូរស័ព្ទអីយកវិញអត់កើតទេហើយស្ពានកន្លែងហ្នឹងគេដាក់ឆ្លងអាកន្លែងថ្មវិញែកមួយហ្នឹងណាសម្រាប់យើងឆ្លងដើរមានវល្លិសងខាងគេយកមកដាក់ធ្វើប្រកាន់ដៃកន្លែងហ្នឹងបងប្អូនដែលគេហៅថាពើងថ្មជ្រួញឬក៏ពើងតាខុនកន្លែងហ្នឹងដោយសារតែកន្លែងហ្នឹងវាជាពើងថ្មហើយវាមានថ្មជ្រួញវាដោះមកខាងលើណាវាដោះតូចវាដោះលយទៅខាងលើហើយយើងមើលទៅឃើញហើយជ្រួញហ្នឹងគេហៅពើងថ្មជ្រួញហ្នឹងណាហ្នឹងហើយខ្ញុំបានថតថ្មហ្នឹងមកស្ទុះឲ្យបងប្អូនបានមើលដែរនិយាយទៅថ្មហ្នឹងវាអាចកើតមកពីសំណឹករបស់ធម្មជាតិដោយសារតែការច្រោះនៃទឹកភ្លៀងអីហ្នឹងឯងតាមខ្ញុំគិតណាហ្នឹងហើយដល់ពេលវាច្រោះយូរទៅវាកើតទៅជាវាដាច់ថ្មដាច់អាសំណឹកថ្មទៅវាកើតទៅជាលក្ខណៈជ្រួញអញ្ចឹងទៅអញ្ចឹងក៏មើលងាយទឹកបងប្អូនទឹកអាចមកបែកថ្មបានហើយកន្លែងនេះឃើញជនជាតិបរទេសទាំងខ្មែរយើងចោះនាំគ្នាទៅថតរូបលេងប៉ុន្តែផ្ដាំដល់បងដែលមានកូនតូចឯងសូមប្រយ័ត្នបន្តិចព្រោះកន្លែងនេះអត់មានប្រកាន់ដៃទេតែកាលណាល្អចាស់តខំហើយគឺតែលែងហើយថ្មកន្លែងនេះគឺជាកន្លែងដែលខ្ញុំស្រឡាញ់ជាងគេបំផុតព្រោះទេសភាពកន្លែងនេះគឺស្អាតមែនទែនហ្មងអត់មានដៃគូសម្រាប់ថតរូបឲ្យបើសិនជាមានខ្ញុំឲ្យគាត់ជួយថតបាទហើយប៉ុន្តែដោយសារខ្ញុំទៅនេះគឺទៅមិនឯងខ្ញុំខ្ជិលរំខានជាទេសចរផ្សេងឲ្យគាត់ជួយថតរូបឲ្យខ្ញុំខ្ជិលក៏ខ្ញុំថតតែទេសភាពជូនបងប្អូនឲ្យបានមើលទៅហើយទីបងប្អូនបានឃើញខាងក្រោមសិតតែជាផ្ទាំងថ្មម្ដុំអញ្ចឹងណាឥឡូវខ្ញុំមកឈរនៅចុងម្ខាងនៃពើងថ្មម្ដងបងប្អូនឃើញហើយជ្រៅហើយផ្ទាំងថ្មដូចគេកាត់មកដូចជាមានគេយកកបិតទៅកាត់ទៅដំមើលត្រង់ភ្លឹងស្អាតមែនទែនហើយខាងក្រោមបងប្អូនឃើញថ្មកដិបហើយខាងនោះគឺភ្នំមួយទៀតហើយឥឡូវខ្ញុំបានធ្វើដំណើរទៅកាន់ជ្រោះមកខាងទៀតអញ្ចឹងកន្លែងមួយហ្នឹងគឺគេតែងតែដាក់ប្រាប់ថាសូមឲ្យប្រុងប្រយ័ត្នអញ្ចឹងណាហើយទៅសេជាអក្សរខ្មែរហើយបើសិនជាមានភាសាផ្សេងច្រើនដូចជាភាសាថៃភាសាចិនភាសាកូរ៉េអីល្អពួកយើងដាក់តែខ្មែរអញ្ចឹងជួនកាលពួកគាត់ក៏ជាអានមិនដាច់អញ្ចឹងគាត់មិនសូវខ្វល់អញ្ចឹងមិនសូវចាប់អារម្មណ៍អញ្ចឹងមានក្មេងមានអីអញ្ចឹងគាត់ជាតែបលេងអញ្ចឹងវាអាចគួរថ្នាក់ខ្ញុំបែរជាអត់យល់ណាហេតុអីបានជាគេមិនធ្វើជារនាំងឬក៏ប្រកាន់ដៃអីសម្រាប់ទប់ការពារអញ្ចឹងណាប្រហែលជាតាមគិតប្រហែលជាអាចដោយសារតែកាលណាយើងស្វានយើងដាប់ដើម្បីធ្វើប្រកាន់ដៃហ្នឹងវាអាចប្រេះថ្មប្រេះអីក៏មិនដឹងណាអានោះតែខ្ញុំគិតទេបាទគេអត់ធ្វើប៉ុន្តែវាគួរតែមានអីដាក់បាំងដូចជាជើងតាងជើងអីចឹងណាដាក់ជើងតាងទៅយើងធ្វើជាខ្សែយើងបាំងឲ្យបានបាំងខ្លះចឹងណាហ្នឹងហើយប៉ុន្តែអានេះអត់ឃើញមានបាំងអីទាំងអស់អញ្ចឹងខ្ញុំមិនដឹងដែរវាអាចនឹងគេຕົកស្រាប់ឲ្យមើលទៅវាធម្មជាតិសុតសាតហ្មងដោយគេមិនចង់កែច្នៃក៏អត់ដឹងណាហើយនេះគឺផ្លូវដើរទៅខាងពើងម្ខាងទៀតប៉ុន្តែបានទៅខ្ញុំថតតែប៉ុណ្្នឹងឯងហើយក៏ចាប់ចេញពីនឹងទៅក៏បន្តដំណើរទៅខាង
ទឹកជ្រោះភ្នំកលែនហើយមុននឹងឡើងទៅនេះគឺយើងមកដល់កន្លែងកៅអីគេថតរូបមានផ្កាហ្នឹងម្នាក់1000ហើយទៅសេអសខ្មែរបរទេសគេមិនជាអានអីគួយប៉ឹប1000ខ្ញុំថតបានតែប៉ុណ្្នឹងឯងបងប្អូនឥឡូវយើងមកដល់ច្រកចូលទៅកាន់ទឹកជ្រោះហើយទឹកជ្រោះភ្នំកលែនគឺជីទៅតាមនឹងគេដាក់ចម្ងាយ300 ម៉ែត្រហើយមកដល់កន្លែងតូបអ៊ីហ្នឹងអូហៅហូបបាយដល់ហើយនេះគឺចំណតឡានម៉ូតូយើងបង់នៅខាងមុខហ្នឹងយើងបង់ម្នាក់ដូចជា1500សម្រាប់ម៉ូតូហើយនេះគឺជាផ្លូវចុះទៅខាងក្រោមហ្នឹងមានគីលក់ទឹកឃ្មុំមានលក់ថ្នាំខ្មែរមានលក់កៅអៅលក់វត្ថុអនុស្សាវរីយ៍ហើយទីទៀតខ្ញុំដើរទៅដល់កន្លែងមួយហ្នឹងគឺគេមានស្រាត្រាំពោះវែកមានត្រាំពោះវែកលីមួយកែបហើយខ្ញុំឆ្ងល់ខ្ញុំសួរគាត់អានឹងពោះវែកមែនទេគាត់ថាពោះវែកមែនទេខ្ញុំក៏ឃើញផ្អើលហើយសុំគាត់ឈោថតសទុះចាំមើលតិចទៀតបងប្អូនតិចទៀតដល់កន្លែងស្រាពោះវែកហ្នឹងឯងចាំមើលខ្ញុំថតឲ្យបងប្អូនបានមើលនេះសិតថ្នាំកាពះពោះវៀនស្អីឈឺកលៀនស្លាក់ដៃស្លាក់ជើងហើយមានរូបព្រះមានស្អីគេជួយពោះមែនបងនេះសុំថតតិចពោះមែនទេបងវ៉ាវដោយបងប្អូនបានស្ដាប់មើលអញ្ចឹងខ្ញុំសួរគាត់នឹងពោះមែនទេគាត់ថានឹងពោះមែនទេហើយខ្ញុំបានសួរគាត់មកសទូទៀតថាពោះយកពីណាសិតតែពោះគេចាប់ក្នុងព្រៃហ្នឹងឯងអូខ្ញុំឃើញស្រាវមកហើយមិនដែលឃើញថ្នាំស្រាតែគេថ្នាំពោះអញ្ចឹងគាត់ថានឹងថ្នាំហ្នឹងឯងហើយដើរមកឃើញមានលនៀតមានកូនទូកមានប្រដាប់បៃខ្នងមានតាមលៀងខ្សែដៃអញ្ចឹងឥឡូវខ្ញុំដើរមកជួបគាត់លក់ខាងផ្លែកលែនព្រៃផ្លែកលែនព្រៃផ្លែសេមន់ខ្ញុំមកបានសួរតម្លៃគាត់ខ្ញុំផ្លេចទៅ1កលែន10000 1គីឡូ10000ហើយខ្ញុំអត់បានតន់ជួយទិញគាត់ដោយសារខ្ញុំចោះទៅថតរូបវីដេអូសិនប្រាប់គាត់ថាចំដងមកវិញព្រោះខ្ជិលកាន់ឡើងចោះចឹងណាហើយកលែនខាងគាត់នេះដូចជាអត់សូវជាស្រស់បានដែរបើខាងដាក់ក្រុងវិញមករៀងស្រស់ហើយក៏មកដល់ខាងក្រោមនឹង2 3តំណាក់ទៀតនឹងឃើញវាមានលក់វត្ថុអនុស្សាវរីយ៍ទាំងសងខាងផ្លូវមានទាំងវិកូនស្គរមានជាពីមានអីចឹងណាមានច្រើនបងប្អូននិយាយទៅរំតែផុតតំណាក់ដែលគេតាំងលក់ហ្នឹងបានយើងចោះទៅដល់ខាងទឹកជ្រោះហើយមិនទឹកជ្រោះទេដំបូងគឺយើងទៅជួបនេះគឺគេហៅថាស្ទឹងលឹង1000នេះបងប្អូននេះអានេះគឺជាស្ទឹងលឹង1000ហើយនៅខាងលើនោះគឺមានលឹងព្រះសិវៈជាមួយនឹងយោនីព្រះនាងអូម៉ាអាហ្នឹងគឺជាគេធ្វើលក្ខណៈជាចម្លាក់នៅលើបាតស្ទឹងហ្នឹងហ្មងចំនួន1000អញ្ចឹងមកគេហៅថាជាលឹងស្ទឹងលឹង1000ហើយក្រៅពីនោះក៏មានរូបចម្លាក់ផ្សេងដូចជាតកតងជាមួយនឹងព្រះវិស្ណុព្រះសិវៈហើយនឹងប្រម៉ែលក្ស្មីអីហ្នឹងនិយាយទៅអត់បានដឹងរឿងទេវកថាច្រើនទេគាត់ថាធ្លាប់មើលវីដេអូដែលចាស់គាត់ធ្វើពីមុនមកអញ្ចឹងទៅបានដឹងខ្លះតែប៉ុណ្្នឹងឯងហើយកន្លែងដែលគេដាក់នាងការពារនេះកន្លែងបងប្លែងនេះគឺជារូបចម្លាក់របស់ព្រះវិស្ណុហើយនឹងប្រម៉ែលក្ស្មីគីអូមកយេកោះនេះមែនកោះនេះមែនកោះពីកាលហៅមកក៏ពីកាំងទៅលេងស្គាល់គ្នាពីកាលក៏ហៅក៏ដាក់មកតាមមកទៀតមកតាមទៀតនេះគឺជាប្រាសាទក្រោលរមាសហើយខ្ញុំអត់បានចូលទៅថតដល់ខាងក្នុងបងប្អូនខ្ញុំបានតែស៊ូមពីខាងស្ទឹងលឹង1000ហ្នឹងទៅទេអត់បានចូលបានតែថតដល់ក្នុងចាំតកខ្ញុំចូលទៅថតលម្អិតហើយកន្លែងនេះគឺផ្នែកខាងលើទឹកជ្រោះបងប្អូននឹងហើយខាងក្រោមនោះគឺមានកន្លែងគេអង្គុយថតរូបមានកន្លែងកៅអីមានផ្កាមានទង់ជាតិអីចឹងទៅវាសម្រាប់ថតរូបកន្លែងនឹងស្អាតបងប្អូនហើយទីខ្ញុំចោះថតដល់ខាងក្រោមឲ្យបងប្អូនឃើញពីខាងលើខាងក្រោមមកលើវិញហើយនេះកន្លែងនេះក្មេងៗគាត់ចូលមើលរូបចម្លាក់របស់ប្រម៉ែលក្ស្មីជាមួយព្រះវិស្ណុនឹងឯងនេះបងប្អូននេះរូបនេះដោយសារតែវាមើលទៅវាបាំងខ្សាច់ណាដោយសារតែខ្សាច់នឹងវាហូរទៅវាកប់រៀងកន្លែងចម្លាក់ហ្នឹងទៅយើងមើលអត់សូវច្បាស់ទេប៉ុន្តែយើងអាចមើលដឹងទម្រង់បានខ្លះដែរឃើញដូចជាព្រះវិស្ណុយកដៃត្រូប្រកេះហើយប្តេកខ្លួនហ្នឹងណាហើយឃើញមានប្រម៉ែលក្ស្មីអីក៏គួយអញ្ចឹងទៅហ្នឹងឯងទៅដឹងឯងព្រោះឃើញតាមរូបនិយាយតាមរូបអញ្ចឹងណាតែឃើញចម្លាក់ហ្នឹងមើលទៅវាអស្ចារ្យនឹកស្មានថារាប់ពាន់ឆ្នាំមកយើងអាចឆ្លាក់រូបនៅលើបាតស្ទឹងអញ្ចឹងបងប្អូនមើលទៅអស្ចារ្យហើយ
កន្លែងប្រកាន់ថ្មនេះគឺខាងក្រោមគឺជ្រោះជ្រៅនេះបងប្អូនកន្លែងហ្នឹងអូភ្ញៀវគាត់មកទៅដើមនេះថតរូបឡើងញ៉ៃហើយកន្លែងហ្នឹងស្អាតបងប្អូនចាំមើលទីខ្ញុំថតឲ្យមើលកន្លែងស្អាតនេះខ្ញុំថតលក្ខណៈ slow motion ឲ្យបងប្អូនបានមើលកន្លែងទឹកជ្រោះហ្នឹងណាកន្លែងនេះគឺជាផ្នែកខាងលើដែលទឹកជ្រោះវាធ្លាក់ចុះទៅក្រោមកន្លែងដែលស្អាតបំផុតគឺនៅខាងក្រោមហ្នឹងបងប្អូនតិចទៀតគឺខ្ញុំដើរសំដៅទៅកាន់ជ្រោះខាងក្រោមហ្នឹងហើយថតពីខាងក្រោមហ្នឹងមកកាន់ខាងលើវិញកន្លែងខ្ញុំនិយាយមិញបងប្អូនណាកន្លែងកៅអីដែលមានផ្កាហ្នឹងស្អាតណាស់បងប្អូនឃើញទេហើយអានេះសំដៅខ្ញុំថតទៅកាន់ភាសាក្រៅរមាសមិញណាជាប់មួយទឹកជ្រោះបន្តិចហើយអ្វីដែលខ្ញុំចាប់អារម្មណ៍មួយទៀតគឺផ្កានេះបងប្អូនផ្កាហ្នឹងគឺផ្កាអីគេខ្ញុំអត់ស្គាល់ផ្កាហ្នឹងឈ្មោះផ្កាអីប៉ុន្តែខ្ញុំឃើញស្អាតតើវាជាផ្កាព្រៃឬក៏ផ្កាយើងដាំហើយខាងក្រោមហ្នឹងឃើញផ្កាដែរផ្កានេះប្រហែលជាផ្កាស្អីទេផ្កាស្មៅអីឃើញស្អាតណាស់ហើយតាមគិតប្រហែលជាអាចបោះពីធម្មជាតិតាមមើលកាលពីមួយឆ្នាំមុនខ្ញុំធ្លាប់បានទៅម្ដងឃើញផ្កានឹងច្រើនជាងនឹងហើយលើកនេះទៅឃើញផ្កានឹងតិចនេះជាពិសេសកន្លែងនេះបងប្អូនឆ្នាំមុនខ្ញុំទៅកន្លែងហ្នឹងគឺស្អាតផ្កាឡើងក្រហមតែតហ្មងតែពេលឆ្នាំនេះខ្ញុំទៅរៀងដូចជាផ្កាតិចជាងឆ្នាំមុនឬក៏វាទៅរដូវវាអត់តាន់ផ្កាឬក៏មិនអត់ដឹងដល់ទៅដល់កន្លែងយើងចោះទៅកាន់ជ្រោះខាងក្រោមហើយបងប្អូនគឺមានអារម្មណ៍ថាចោតមែនទែនហ្មងដល់ពេលដែលចោះទៅហ្នឹងអត់សូវជាហត់ម៉ានេះប៉ុន្តែដល់ពេលឡើងមកវិញហត់មែនទែនហ្មងព្រោះយើងឡើងមកវិញគឺប្រើកម្លាំងប្រឆាំងនឹងទំនាញគឺឡើងចិត្តដៃស្ពានតើនេះបើទុកជាប់ធ្វើអាហ្នឹងវាមមបាទដែកធម្មតាច្រេះអស់យូរអូនិយាយឡើងមួយទេកាន់កលែនដើរឡើងដើរចុះខ្ញុំថាចាំទៅវិញចាំទិញខ្ញុំខ្ជិលកាន់ទៅទិញមកកាន់យើងបាទៅវិញឡើងទិញយកទៅហ្មងមកដល់កន្លែងនេះឃើញពូឃើញបងប្អូនហើយបងគាត់ឈប់សម្រាប់បែបហត់ខ្លាំងហើយមើលទៅសម្រាប់កន្លែងនេះមួយសន្ទុះមកពួកគាត់ចាប់ផ្ដើមធ្វើដំណើរឡើងទៀតប៉ុន្តែហត់មែនបងប្អូនពួកខ្ញុំពេលខ្ញុំឡើងមកវិញខ្ញុំហត់ដែរពួកពេលឡើងមកគឺប្រើកម្លាំងឡើងខ្លាំងពួកគាត់ឃើញអញ្ចឹងប៉ុន្តែចោតទៅបងប្អូនទីបំផុតបានមកដល់ផ្នែកខាងក្រោមហើយឃើញកន្លែងណាក៏មានកៅអីថតរូបដែរតែកុំភ្លេចម្នាក់1000មិនច្រឡំឃើញកៅអីជើងស្អាតអីទៅអង្គុយលេងអី1000ជាពិសេសអ៊ំចាស់ៗគាត់អត់សូវដឹងទេគាត់ឃើញស្អាតក៏ចេះតែអង្គុយអញ្ចឹងទៅតែតែអង្គុយគេសុំឲ្យ1000ហ្នឹងហើយហើយមកដល់បងប្អូនឃើញគេមានតែកន្លែងស្ពានដើរហ្នឹងពីព្រោះកន្លែងហ្នឹងបើសិនជាអត់ធ្វើស្ពានទេគឺពិបាកទីព្រោះថ្មធំអញ្ចឹងទៅរំតែយើងបានដើរទៅដល់ទឹកជ្រោះគឺវាពិបាកក្នុងការឆ្លងកាត់ហើយកន្លែងទឹកហ្នឹងបើសិនជាខែវស្សាគឺទឹកឡើងខ្ពស់ហើយបងប្អូនឃើញបរទេសគាត់ស្លៀកខោខ្លីសម្រាប់លេងទឹកលេងអញ្ចឹងទៅបើខ្មែរយើងអត់សូវហ៊ានស្លៀកសិចស៊ីបានទេពីច្រើនស្លៀកចិត្តអញ្ចឹងសម្រាប់លេងទឹកអញ្ចឹងតែបរទេសពួកគាត់ជាប្រពៃណីវប្បធម៌របស់គាត់ក៏សូវខ្មែរមកដល់ខាងក្រោមភ្លាមមានអារម្មណ៍ថាស្រស់ស្រាយរសាយចិត្តបំបត្តិអស់ទុក្ខកង្វល់ហើយបងប្អូនហើយព្រោះហេតុអីទឹកក៏ត្រជាក់ទេសភាពក៏ស្អាតហើយបងប្អូនឃើញទឹកឯគួរឲ្យចង់ងូតមែនទេណាខ្ញុំទៅសារខ្ញុំទៅម្នាក់ឯងអញ្ចឹងវាពិបាកក្នុងការផ្ញើវ៉ាន់ផ្ញើអីវាអត់មានអ្នកជួយមើលអញ្ចឹងខ្ញុំក៏អត់បានចោះលេងទឹកទេបានតែថតហើយមួយណាក៏អត់បានដាក់កៅអីទៅច្រើនអញ្ចឹងពិបាកក្នុងការធ្វើដំណើរអញ្ចឹងវាសើមវាអញ្ចឹងវាអត់សូវស្រួលខ្លួនអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំមកបានចោះទៅលេងទឹកទេបានតែថតរូបតែប៉ុណ្្នឹងឯងប៉ុន្តែនៅលើភ្នំកលែននេះគឺមានកន្លែងដើរលេងច្រើនមិនមែនមានតែទឹកជ្រោះប៉ុណ្្នឹងទេមាននៅកន្លែងផ្សេងមានទាំងពីប្រាសាទនឹងមានទាំងពីអតីតរាជធានីរបស់យើងហ្នឹងអ្នកខ្លះគេទៅដល់កន្លែងរាជធានីបុរាណរបស់យើងដែលពីដើមមកហ្នឹងអានឹងយើងទៅដើរចូលក្នុងព្រៃជ្រៅប៉ុន្តែដោយសារតែខ្ញុំអត់សូវជាស្គាល់កន្លែងច្រើនដែរព្រោះភ្នំកលែនខ្ញុំស្គាល់តែកន្លែងព្រះអង្គធំស្គាល់តែកន្លែងទឹកជ្រោះហ្នឹងហើយនឹងស្ទឹងលឹង1000ស្គាល់តែ3ហ្នឹងព្រោះធ្លាប់ទៅតែ3ហ្នឹងប៉ុន្តែជាក់ស្ដែងអ្នកដែលគេធ្លាប់មានមិត្តភ័ក្តិដែលគាត់ធ្លាប់ជិះម៉ូតូឡើងចូលទៅកាន់កន្លែងបេះគុយមានកន្លែងបេះកលែនបេះភ្ញៀវមានអីចឹងទៅមានច្រើនកន្លែងបងប្អូនហើយជាពិសេសនៅលើកំពូលភ្នំហ្នឹងគឺថាមានរីសតសម្រាប់យើងបោះតង់ទៀតមានម្ហូបមានអីញ៉ាំចឹងទៀតមានបឹងកាឡូមានអីទៀតហើយដោយសារតែខ្ញុំអត់ដែលបានស្គាល់កន្លែងផ្សេងហ្នឹងចឹងខ្ញុំធ្លាប់មកខ្ញុំមកតែកន្លែងទឹកជ្រោះហ្នឹងទៅហើយដូចបងប្អូនឃើញខ្ញុំថតពីដើមមកកន្លែងពើងទឹកខំហ្នឹងគេមានរហូតដល់ពី85ទីតាំងអញ្ចឹងបើសិនជាយើងមានពេល85ទីតាំងហ្នឹងគឺមិនអាចដើរអស់ហើយតាមតែរយៈពេល1ថ្ងៃឬ2ថ្ងៃខ្ញុំថាដើរអស់ហើយតែដោយសារតែយើងស្គាល់តែប៉ុណ្្នឹងខ្ញុំក៏ដើរថតតែប៉ុណ្្នឹងទៅហើយដូចបងប្អូនបានឃើញបរទេសក៏ចង់លូតទឹកហើយខ្មែរយើងមិនហ៊ានស្លៀកពាក់អីស៊ីអញ្ចឹងមានតែបរទេស
ហើយទឹកជ្រោះបងប្អូនឃើញធ្លាក់មកបែកជាមួយនឹងថ្មបកាទៅជាគេហៅផ្កាត្រែងហ្នឹងហើយទឹកជ្រោះធ្លាក់បែកថ្មចេញទៅជាផ្កាត្រែងដូចចម្រៀងគេធ្លាប់ច្រៀងអញ្ចឹងណាហើយឥឡូវនេះគឺចប់ហើយពួកខ្ញុំគឺខ្ញុំទៅឡើងទៅវិញហើយឡើងហត់មែនទែនហ្មងដល់ពេលឡើងមកដល់កន្លែងបទាមកម្មហ្នឹងគឺឈប់សម្រាកម្ដងដល់បទាមកម្មឈប់សម្រាកម្ដងកន្លែងនេះគឺខ្ញុំឡើងមកគឺខ្ញុំញ៉ាំខ្មុំខ្ញុំអត់បានញ៉ាំបាយថ្ងៃត្រង់ទេពេលហ្នឹងគឺឃើញខ្មុំគឺខ្ញុំញ៉ាំខ្មុំទៅក៏ឆ្អែតទៅហើយខ្មុំនេះក៏សួរគាត់ថាជាខ្មុំធម្មជាតិមិនមែនខ្មុំលក់ទេគាត់ថាគាត់ធានាឲ្យពួកមានបងប្អូននៅលើភ្នំហ្នឹងអ្នកស្គាល់ហ្នឹងគឺគាត់អ្នកដើរចេញទៅរកខ្មុំហ្នឹងផ្ទាល់តែហ្មងគាត់ថាបើចង់ជួបគឺគាត់អាចឲ្យជួបបានទៀតហើយក្រៅពីហ្នឹងមានកែបបោកអីទៅហើយខ្ញុំក៏កំងខ្មុំមួយដុំហ្នឹងយកមកញ៉ាំគឺតម្លៃ 20000 អញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនហើយការដើរលេងក៏បានព្រៀងទុកឲ្យបានរៀបចំការនិយាយដែរ